កសារខ្លះ estimate ខ្ញុំនិយាយអត់បានច្រើនទេដូចម្សិលមិញខ្ញុំនិយាយពីរឿងតំបន់កងគ្នាអីហ្នឹងនិយាយតែម្ដងទេផ្អាកនិយាយច្រើនដងពេកជាប់និយាយខ្លាំងពេករាជការឈឺចាប់ខ្ញុំអត់ចង់ឲ្យរាជការទៅឈឺចាប់ទេព្រោះគាត់ឈឺចាប់គាត់រឹតតែអត់ធ្វើអញ្ចឹងខ្ញុំនិយាយឲ្យខ្ញុំត្រូវដក clear ដើម្បីឲ្យគាត់ពិសោធន៍ចិត្តគាត់ទី1យើងអត់អាចបដៅរាជការបានទី2យើងអត់អាចទាមទាររាជការបានទី3យើងអត់អាចរិះគន់រាជការហួសហេតុពេកទេអញ្ចឹងចៅសួរហ្នឹងខ្ញុំកាត់ឆ្លើយអត់រួចទេគាត់ណាអូខេវាឆ្លាក់លោកតាខេត្តកោះកុងថៃថាចង់ផ្ដាច់ស្ពានកោះកុងទៅត្រើយបើសិនណាជាសង្គ្រាមបន្តទៅទៀតស្ពានកោះកុងនឹងត្រូវបាញ់ផ្ដាច់ឬទម្លាក់ក្របបែកទម្លាក់ម្ដងមិនដាច់មកទម្លាក់ម្ដងទៀតឥឡូវនេះម្សិលមិញខ្ញុំបានលើកយកមកនិយាយអំពីប្រតិបត្តិការសឹកប្រាជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តប្រាជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តថ្ងៃនេះសេនាធិការត្រាតចន្ទបុរីហើយនឹងកងនាវាថៃប្រកាសដាក់ស្រុក5ឲ្យនៅក្នុងបំរាមកោចរលើកលែងតែស្រុកកោះគុតហើយនឹងស្រុកកោះចាងកោះឆាងឬកោះចាងអញ្ចឹងនៅក្នុងខេត្តត្រាតគឺដាក់ខេត្តតាមជាប់ព្រំដែនហ្នឹងឲ្យនៅក្រោមកោចរនាវាចម្បាំងសៀម4គ្រឿងនៅចំពីមុខបន្ទាត់មូលដ្ឋានសមុទ្ររបស់កម្ពុជាមុខកោះកុងសៀមបានទម្លាក់ក្របបែកលើកោះយ៉ហើយបានបាញ់កំភ្លើងធំដាក់កោះយ៉តាំងពីម្សិលមិញហើយសៀមបានដេញបាញ់កណូតល្បាតនាវាតូចសម្រាប់ល្បាតសមុទ្ររបស់កម្ពុជាហ្នឹងមកដុំបរិវេណកោះយ៉ហ្នឹងខាងកងទ័ពជើងទឹកកម្ពុជារត់ទៅខាងពងសោមអត់អាចទប់ណាកណុងសៀមបាញ់បានទេតែហ៊ានតែមកចិត្តវាហើយនៅញ៉ៃបាញ់លិចអញ្ចឹងកងទ័ពជើងទឹកអត់មកចិត្តអានោះទេយប់មិញនេះនាវាចម្បាំង4វានៅនឹងមុខបន្ទាត់មូលដ្ឋានណាកាលណាខ្ញុំនិយាយអញ្ចឹងកូនឯងអត់យល់ទេព្រោះកូនឯងអត់ចំណាំបានថាបន្ទាត់មូលដ្ឋានវានៅមុខកោះកុងអញ្ចឹងនិយាយពីអាកោះយ៉ហ្នឹងវិញអាកោះយ៉ហ្នឹងអាកោះយ៉កោះយោអីហ្នឹងគឺនៅម្ដុំហ្នឹងសៀមវានៅកវែលហ្នឹងខាងលោកហ៊ុនសែនបានថែមកំភ្លើងធំណាយប់មិញនេះមានបន្ថែមកំភ្លើងធំយ៉ាងតិច8គ្រឿងទៅលើដៃកោះកុងហើយបែរកំភ្លើងធំហ្នឹងមកសមុទ្រណាសៀមវាឃើញសញ្ញាដឹកកំភ្លើងធំមកយប់មិញអត់បើកភ្លើងទេអានេះខាងសៀមវានិយាយពិតមិនពិតយើងកាន់តែស្ដាប់លេងសិនណាអូខេអញ្ចឹងយប់មិញនេះយ៉ាងតិចពី6ទៅ8គ្រឿងកំភ្លើងធំមិនមែនសម្រាប់យកទៅវាយលើត្រាទេគឺសម្រាប់បាញ់មកសមុទ្រហើយសៀមវាកំពុងតែបញ្ជាក់ថាតើកំភ្លើងធំដែលយកមកហ្នឹងSH1 ហ្នឹងមកទេតើអាកំភ្លើងធំ155មីលីម៉ែត្រដាក់លើឡានហ្នឹងមកទេវាកំពុងតែ verify ហើយវាប្រាប់គ្នាវាថាឲ្យតែវាដឹងថា SH1 ហ្នឹងនៅតាណាឲ្យតែដីនៅកោះកុងហ្នឹងនៅតាណាគឺអាកប៉ាល់ចម្បាំងរបស់វាហ្នឹងត្រូវផ្លោងដាក់ហើយអាកងម៉ារីនវាក៏បើនៅចម្ងាយ155មីលីម៉ែត្ររបស់សៀមទៅដល់ក៏បាញ់បើមិនចឹងទេវាយកបាហោះទៅទម្លាក់វាប្រាប់ឲ្យដឹងមុនថាឲ្យតែវាឃើញអាកំភ្លើង155មីលីម៉ែត្ររបស់ហ៊ុនសែនទៅដល់កោះកុងវាបាញ់ហើយនេះយប់មិញណាយប់មិញហ្នឹងខ្ញុំមិនទាន់ដឹងថាវាទៅដល់ណាទេប៉ុន្តែអញ្ចឹងរឿងផ្ដាច់ស្ពានបើថ្ងៃនេះវាយគ្នាពេញមួយថ្ងៃទៀតបាញ់ទៅបាញ់មកខ្ញុំថាស្ពានកោះកុងស្ពានអាហ្នឹងស្ពានលីយ៉ុងផាត់អីហ្នឹងខ្ញុំវាមិនដឹងអាស្ពានមួយវែងខ្ញុំធ្វើសេចក្តីសន្និដ្ឋានថាសៀមវានឹងបំផ្លាញស្ពានហ្នឹងមិនមែនទៅម្ដងបាក់ស្ពានហ្នឹងអស់ទេប៉ុន្តែវានឹងបំផ្លាញស្ពានហ្នឹងយ៉ាងតិច3ចំណុចវានឹងបំផ្លាញស្ពានហ្នឹងអត់បាញ់បាក់ធ្លាក់ដល់ដីទេប៉ុន្តែបាញ់ឲ្យខូចស្ពានហ្នឹងពេលព្រោះកាបាញ់ឲ្យខូចស្ពានហ្នឹងវាស្ទះចរាចរណ៍ណាអញ្ចឹងខ្ញុំសន្និដ្ឋានថាវាវាយស្ពានហ្នឹងប៉ុន្តែវាអាចវាយច្រើនដងឧទាហរណ៍ដូចស្ពានជ័យជំនះនៅមេទឹកវាវាយ2ដងវាវាយ2ដងឃើញថាប្រើលែងកើតណាអាស្ពានផ្លូវ55ហ្នឹងវាយលែងកើតស្ពានកោះកុងវាត្រូវវាយច្រើនជាងហ្នឹងវាយច្រើនជាងហ្នឹងរីឯកំភ្លើងរបស់នាវាលួងភីតដូចជាមិនដឹងថាបាញ់ដល់ឬមិនដល់ទេដូចជាបាញ់មិនដល់ទេអាស្ពានកោះកុងហ្នឹងបាញ់ពីសមុទ្រទៅបាញ់មិនដល់ទេ
ពីព្រោះអាកាភ្លើងសមុទ្រហ្នឹងវាបាញ់អត់បានឆ្ងាយទេហើយអា caliber វាអត់ធំទេ caliber វាអត់ធំណាបាទ caliber វាអត់ធំអញ្ចឹងវាបាញ់ទៅលើដីកោះកុងមិនដល់ទេហើយបន្ទាប់មកទៀតអាកាភ្លើង M177 វាបើបាញ់ពីត្រាតមកក៏ខ្លាចលោខ្ញុំអត់មានផែនទីខ្ញុំស្មានទេណាវាអាចបាញ់អត់ដល់ទេអញ្ចឹងតម្លាក់ក៏បែកនេះគឺជាសេចក្តីសន្និដ្ឋានរបស់ខ្ញុំអូខេសេចក្តីសន្និដ្ឋានរបស់ខ្ញុំគឺវាតម្លាក់ក៏បែកហើយតម្លាក់ក៏បែកមិនម្ដងទេវាទៅតម្លាក់ក៏បែកយ៉ាងតិច4ដងបានអស់ស្ពេលហ្នឹងណាហើយកុំសួរខ្ញុំថាប្រព័ន្ធបាញ់យន្តហោះរបស់ហ៊ុនសែននៅណាហ្នឹងខ្ញុំមិនដឹងទេណាកុំសួរខ្ញុំមិនដឹងទេអូខេណាខ្ញុំមិនដឹងទេនឹងឆ្លើយទៅសុកហេងណាកូនណាលោកតាហេតុផលអ្វីបានសៀមមិនវាយបៃលិនវិជ្ជការshow ច្រើនណាស់នៅក្នុងរយៈពេលមួយអាទិត្យកន្លងមកនេះដែលខ្ញុំឆ្លើយពីម្សិលមិញថ្ងៃនេះខ្ញុំឈប់ឆ្លើយហើយណាអូខេខ្ញុំផ្អាកឆ្លើយហើយទៅមើល show ខ្ញុំក្នុងមួយអាទិត្យខ្ញុំឆ្លើយច្រើនដងហើយអារឿងហ្នឹងអូខេកូនSTEM ម៉ែនកំសែងនិយាយថាខ្មែរមិនហ៊ានបាញ់ F16 របស់ថៃទេព្រោះវាប៉ះពាល់ជាមួយនឹងបច្ចេកវិទ្យាអាមេរិកដែលយើងកំពុងពឹងគេឲ្យជួយតើលោកគិតយ៉ាងណាគំនិតរបស់ក្មួយម៉ែនកំសែងខ្ញុំធ្លាប់ឃើញគេសរសេរនៅ Facebook ដែរខ្ញុំមិនយល់អញ្ចឹងទេខ្ញុំយល់ថាកម្ពុជារយៈកាលកន្លងមកដែលមិនទាន់បានប្រើ KS1C KS1C បាញ់យន្តហោះមិនថាអា Gripen ឬ F16 ទេដែលមិនទាន់បាញ់ហ្នឹងខ្ញុំសង្ស័យដូចនេះវិញខ្ញុំអត់ស្របយោបល់នឹងក្មួយម៉ែនកំសែងឬអ្នកណាដែលគេបញ្ចេញមតិហ្នឹងទេអត់ទេសេចក្តីសន្និដ្ឋានរបស់ខ្ញុំ KS1C មាន6ផ្ចេះណាខ្ញុំអាចបញ្ជាក់ម្ដងទៀតខ្ញុំទៅមើលកំណត់ហេតុខ្ញុំសិនដើម្បីបញ្ជាក់សំទោសណាអូខេខ្ញុំនិយាយខុសប៉ុន្តែសេចក្តីសន្និដ្ឋានខ្ញុំសន្និដ្ឋានចេះខ្ញុំនិយាយមិញហ្នឹងថា KS1C កម្ពុជាប្រហែលជាទទួលបានពីចិន6ផ្ចេះ6គ្រឿងខុសណា KS1C កម្ពុជាទទួលបានតែ4គ្រឿងទេមិនបាន6ទេបានតែ4គ្រឿងទេ KS1C បានតែ4គ្រឿងទេដូច្នេះអ្វីដែលខ្ញុំគិតអញ្ចេះទេហេតុដែល KS1C មិនប្រតិកម្មចំពោះការហោះចូលនៅយន្តហោះសៀមនៅក្នុងជម្រៅ60គីឡូម៉ែត្រពីខាងលិចចូលមកណាហេតុដែលមិនប្រើ KS1C ពីព្រោះអាបាត់តេរីណាអាផ្ចេះបារាំងថាផ្ចេះអង់គ្លេសហៅបាត់តេរីមិនមែនថ្មទេគឺគ្រឿងអា KS1C នឹងប្រហែលជាលោកហ៊ុនសែនមិនប្រើវាដោយសារក្របកំជ្រួចមានកំណត់ត្រូវទុកថាបើសៀមវាមិនចូលដល់កំពង់ឆ្នាំងទេមិនបាញ់ទេអញ្ចឹងបើសៀមវាមកសៀមរាបសៀមវាមកបាត់ដំបងដមានជ័យប្រទេសមានជ័យបៃលិនកោះកុងមិនបាញ់ទេព្រោះវាមាន4គ្រឿងវាមានតែ4គ្រឿងទេហើយកំជ្រួចរបស់វានឹងមានកំណត់ណាមានកំណត់ពីព្រោះនៅក្នុងមួយគ្រឿងវាមានកំជ្រួចតែ2ទេវាមានធុងកំជ្រួចតែ2ទេគេហៅ canister ណា canister launcher វាមិនមែនជាកំជ្រួចតែបាញ់ពីបំពង់ទេវាបាញ់ពីប្រអប់4ជ្រុងណាវាបាញ់ចេញពីធុងវាណាដូច្នេះអាកំជ្រួចនេះក្នុងមួយគ្រឿងមានតែ2គ្រាប់ទេមានតែ2គ្រាប់ទេអញ្ចឹងអាច KS1C នឹងមានកំណត់តិចដែលហ៊ុនសែនមិនអាចបញ្ជាឲ្យបាញ់ប្រកាសទេនឹងមូលហេតុទី1មូលហេតុទី2ទាហានដែលបំពាក់ឲ្យ KS1C ទាហានដែលបំពាក់ឲ្យ KS1C ហ្នឹងណាអូខេទាហានដែលបំពាក់ឲ្យ KS1C ហ្នឹងប្រហែលជាមិនទាន់មានពិសោធន៍បាញ់នៅឡើយទេណាមិនទាន់មានពិសោធន៍បាញ់នៅឡើយទេមិនទាន់មានណាមិនទាន់មានពិសោធន៍បាញ់នៅឡើយទេនឹងខ្ញុំគិតអញ្ចឹងកម្ពុជាបានទទួល4គ្រឿង
មួយគ្រឿងមាន2ធុងអញ្ចឹងមួយគ្រឿងមាន2កំជ្រួចកម្ពុជាអាចនឹងមាន2 4 ដង 8 កំជ្រួច 8 កំជ្រួចកម្ពុជាអាចមាន16 កំជ្រួចដែលមិនទាន់ធ្ពក់លើបាតេរីមិនទាន់ដាក់លើឡានបាញ់អាចមាន16ឬក៏មាន32គ្រាប់តែសង្ស័យថាកម្ពុជាមាន16បូកនឹង8កម្ពុជាមានអស់ខ្លាំងណាស់ប្រហែលជា24គ្រាប់24គ្រាប់បើសិនជាកម្ពុជាមានអ្នកបាញ់ស្ទាត់ជំនាញអាចនឹងបំផ្លាញទ័ពអាកាសសៀមបានអាចបំផ្លាញទ័ពអាកាសសៀមបានអាចធ្វើឲ្យសៀមបាក់លងបានក៏ប៉ុន្តែក្នុងនាមជាទាហានដែលអត់ដែលបាញ់យន្តហោះសោះទោះបីរៀនម៉ែរៀនឪរៀនក៏ដោយក៏ទាហានរបស់លោកហ៊ុនសែនដូចជាមិនចេះតែបាញ់ទៅត្រូវទេមិនចេះតែបាញ់ទៅត្រូវណាអានឹងជាចំណុចទី2ចំណុចទី3KS1C គឺជាប្រភេទកំជ្រួចបាញ់យន្តហោះណា KS1C គឺជាកំជ្រួចប្រភេទបាញ់យន្តហោះដែលឈ្មោះវាពីដើមវាជា AQ12 ដែល AQ12 នេះប៉ាគីស្ថានយកទៅប្រើ KS1C ហ្នឹងសម្រាប់ហ្មងប្រើអត់បានបាញ់2ដងណាប៉ាគីស្ថានយកប្រើបាញ់អត់ទេឥឡូវប៉ាគីស្ថានវាទម្លាក់ចោលAQ12 ហ្នឹងណាបន្តមកទៀតហ៊ូទីក្រុមហ៊ូទីនៅយេម៉ែនហ្នឹងណាវាមានHQ12 ហ្នឹងវាមានច្រើនគ្រឿងណាវាបាញ់យន្តហោះគេអត់ធ្លាក់ប៉ុន្តែវាបាញ់យន្តហោះអ៊ីស្រាអែលF15 F16 បាញ់អត់ធ្លាក់ហើយប្រទេសអ៊ីជីបទិញ6ផ្ទះយកទៅប្រើមិនបានបាញ់អីទេឥឡូវហ្នឹងឮសូរថាអ៊ីជីបរអ៊ូថាAQ12 ហ្នឹងអត់ដំណើរការល្អក៏កំពុងតែស្នើទិញ S300 ពីរុស្ស៊ីតែរឿងនេះជារឿងវិភាគទេណាត្រឡប់មកវិញតើ KS1C កម្ពុជាមានប្រមាណខ្ញុំស្មានតែមាន6តែមើលកាសែតចិនវាថាផ្ដល់ឲ្យកម្ពុជាតែ4ទេអញ្ចឹងខ្ញុំគិតថាកម្ពុជាមាន4គ្រឿងបូកនឹងកំជ្រួចសម្រាប់ញាត់បន្ថែម16អញ្ចឹងសរុបទាំងអស់មានគ្រាប់សម្រាប់បាញ់24គ្រាប់ស្មានទេណាមូលហេតុដែលហ៊ុនសែនគាត់មិនទាន់ប្រើឬក៏មិនអនុញ្ញាតឲ្យប្រើប្រហែលជាទុកបើសៀមវាបុកខ្លាំងមកដល់កំពង់ឆ្នាំងអីចាំបាញ់វានឹងតាមមើលទៅអញ្ចឹងណាអូខេឆ្លើយបានប៉ុណ្្នឹងទេឆ្លើយប៉ុណ្្នឹងទេអញ្ចឹងខ្ញុំនឹងគំនិតរបស់ក្មួយម៉ែកំសែងខុសគ្នាផ្ទុយគ្នាហើយសំណួរមួយទៀតថាតើ KS1C អាចទម្លាក់ F16 បានទេ F16 របស់ថៃអាចបាញ់ធ្លាក់តែ Gripen ប្រហែលជាមិនងាយបាញ់ធ្លាក់ទេ Gripen របស់ Sweden នេះណាJAS